ទីមួយគឺយើងថតយកធុងវាហើយយើងពង្រីកដើម្បីយកមាត់ធុងដើម្បីថតវាឲ្យចំពីដែលយើងបើកធុងហើយយកធុងមកដាក់ហ្នឹងណាចាយើងចុចបើកសិនហើយបានយើងដាក់ធុងចូលហើយសកម្មភាពទី2យើងក៏ចុចសកម្មភាពទី2គឺយើងនិយាយថតអំពីមាត់ក្រងដែលយើងត្រូវវះវាដកអំបោះចេញដើម្បីយើងហែកមាត់ក្រងដើម្បីចាក់អង្ករបន្ទាប់ពីយើងថតពីមាត់ក្រងហើយយើងថតពីទិដ្ឋភាពដែលយើងត្រូវចាក់អង្ករចូលអញ្ចឹងយើងក៏បំបែរកាមេរ៉ាមករកធុងអង្ករវិញដើម្បីឲ្យឃើញពីការចាក់អង្កររបស់យើងណាហើយយើងចាក់តែផ្លេតតែបន្តិចទេដើម្បីយកសកម្មភាពទាំងមូលអញ្ចឹងយើងត្រូវដូរទីតាំងរបស់កាមេរ៉ារបស់យើងម្ដងទៀតណាយើងថតចប់សិនយើងឈប់សិនព្រោះយកចាំចាក់ទាំងអស់ទេការថតបន្ទាប់គឺយើងត្រូវដូរកាមេរ៉ាដើម្បីឲ្យគេឃើញទិដ្ឋភាពដែលយើងកំពុងតែចាក់អង្ករទាំងមនុស្សទាំងអង្ករចូលគ្នាយើងសេរីកាមេរ៉ាហើយយើងចាប់ដើមមកទាញធុងអង្កររបស់យើងហើយដើម្បីចាក់ការចាក់របស់យើងចាក់អត់អស់ទេយើងចាក់តែពាក់កណ្ដាលគ្រាន់តែថតពីសកម្មភាពនៃការចាក់អង្កររបស់យើងអញ្ចឹងទៅយើងក៏ដូរកាមេរ៉ាម្ដងទៀតដើម្បីថតទិដ្ឋភាពចំណុចកន្លែងផ្សេងទៀតដើម្បីមកកាត់តចូលគ្នាដើម្បីឲ្យវាមើលទៅឃើញភាពស្រស់ស្អាតតាក់ទាញយើងចាប់ផ្ដើមថតពីការចាក់អង្ករម្ដងទៀតឃើញទិដ្ឋភាពនៃអង្ករដែលកំពុងតែហូរម្ដងទៀតណាអូខេឥឡូវយើងចាប់ផ្ដើមម្ដងនេះយើងចាក់ឲ្យអស់ម្ដងហើយចាក់ពីឃើញអង្ករដែលកំពុងតែហូរមករហូតដល់អស់ហើយចំណុចបន្ទាប់យើងស្កប់សិនដល់ពេលយើងធ្វើការស្កប់សិនហើយយើងថតពីនៅពេលដែលយើងកាន់ធុងកហើយយើងក៏យកការុងយើងទម្លាក់នៅកន្លែងណាយើងថតពីកន្លែងចំណុចកន្លែងហ្នឹងចាយើងចាប់យកប្លង់កន្លែងហ្នឹងម្ដងទៀតដើម្បីដាក់ការុងរបស់យើងទុកហ្នឹងយើងអាស្រ័យលើទីតាំងរបស់យើងចង់ចាប់ពីកម្រិតណាយើងចង់ទៀតយើងយកទៅដាក់បែបហ្នឹងហើយយើងក៏បិទយើងចាប់ដើមថតពីការលើកអង្ករចេញម្ដងអញ្ចឹងយើងបង្រួមវាតូចដើម្បីយកមាត់អង្ករហ្នឹងដល់ពេលនេះយើងចាប់ដើមបិទគម្របពឹបហើយយើងលើកធុងអង្ករចេញអូខេការថតបន្ទាប់គឺយើងត្រូវរកទីតាំងដើម្បីដាក់ធុងអង្កររបស់យើងតើធុងអង្កររបស់យើងចូលទៅដាក់កន្លែងណានេះគឺទីតាំងដែលដាក់ធុងអង្ករអញ្ចឹងយើងដាក់កាមេរ៉ាហើយសេរីឲ្យហើយយើងដកអង្ករចេញមកហើយយើងក៏ចុចបើកហើយបានយើងយកទៅដាក់ប៉ុណ្ណឹងជាការស្រេចហើយក៏យើងបងប្អូននឹងចាំមើលវីដេអូបន្ទាប់